សុភមង្គលគឺជាអ្វីពេលគ្មានផ្ទះនោះផ្ទះគឺល្អបំផុតពេលគ្មានលុយនោះលុយគឺល្អបំផុតពេលបែកបាក់នោះការជួបជុំគឺល្អបំផុតពេលឈឺថ្កាត់នោះសុខភាពគឺល្អបំផុតអ្នកក្រគិតថាមានលុយគឺមានសុភមង្គលអ្នកពិការភ្នែកគិតថាការមើលឃើញគឺជាសុភមង្គលអ្នកសំទានគិតថាមានបាយហូបគឺជាសុភមង្គលអ្នកជំងឺគិតថាសុខភាពគឺជាសុភមង្គលប៉ុន្តែពេលដល់គោលដៅហើយក៏មិនប្រកាសថាមានសុភមង្គលដែរគ្រប់គ្នាតែងតែយល់ខុសថាសុភមង្គលផ្ដើមដោយពាក្យថាមានផ្ទះមានឡានមានលុយមានអំណាចតែការពិតសុភមង្គលផ្ដើមពីពាក្យថាគ្មានការខ្វល់ខ្វាយគ្មានការឈឺថ្កាត់គ្មានគ្រោះភ័យសុភមង្គលគឺការមិនលោភលន់